ប្រពន្ធគេផ្សេងអត់ដឹងណាតែបើប្រពន្ធដូចខ្ញុំចាឲ្យតែប្តីស្រឡាញ់ចូលចិត្តអីមានតែដុកប្តីថែមប្តីខ្ញុំគឺគាត់ស្រឡាញ់នាឡិកាអញ្ចឹងហើយខ្ញុំមានប្រាប់គាត់ថាបើបងស្រឡាញ់ចូលចិត្តបងទិញទៅកុំគិតគូរវែងឆ្ងាយអីដោយសារតែប្តីខ្ញុំតាំងពីដើមឡើយគឺគាត់មិនដែរសម្ភារៈនិយមគឺអត់ចូលចិត្តហ្មងគាត់អត់ចូលចិត្តចំណាយអារបស់អញ្ចឹងតែលើកនេះដោយសារតែគឺគាត់ស្រឡាញ់ខ្លាំងហើយណាមួយចូលដល់វ័យ30ហើយអញ្ចឹងគឺគាត់ចង់បំពេញក្តីសុខឲ្យខ្លួនឯងខ្លាំងអញ្ចឹងខ្ញុំជាប្រពន្ធមានតែជំរុញប្តីថែមហើយម៉ូដនេះលកាទាំងអស់នេះឃើញសាមញ្ញអញ្ចឹងណាបងប្អូនចាតែមានតម្លៃ 4000 5000 7000ហើយចាឥឡូវគឺទិញបានសម្រាប់ចៃយកតម្លៃធំ 5000 បានហើយដោយសារតែតម្លៃប៉ុណ្ណឹងគឺសមល្មមហើយអត់មានញញែកអីច្រើនទេគ្រាន់តែសួរតម្លៃមើលតិចតួចហើយគឺទិញហ្មងចាំមិនថាមនុស្សយើងពេលដែលយើងស្រឡាញ់ហើយចង់បានហើយអត់គិតគូរវែងឆ្ងាយទេគឺទិញយកតែម្ដងមានកម្រងអីសោះហ្មងណាហើយនាឡិកានេះគឺគាត់យកខ្សែរៀងប្រផេះរៀងប្រោអញ្ចឹងទៅពេលគាត់ពាក់លើកដៃឃើញទៅឡើងស្អាតនិយាយទៅសមសួរនឹងគាត់វ័យរបស់គាត់ហ្មងគ្រាន់តែឃើញប្តីពាក់ហើយភ្លាមទៀតមានអារម្មណ៍ថាបន្ថែមកម្រិតជះភាពសង្ហាម្ដងទៀតចង់លងស្នេហ៍ប្តីខ្លួនឯងហើយនាឡិកានេះអត់មានថ្មហើយតែគេប្រាប់ថាប្រើបានមួយជីវិតហ្មងតែគេមានរបៀបប្រាប់យើងថាប្រហែលថ្ងៃត្រូវសេរីអាកលឹះវងនាឡិកានឹងប្រហែលដងអញ្ចឹងណាដើម្បីវេទនាការបានរហូតហើយនេះប្រអប់នាឡិការបស់គេក៏មើលទៅស្អាតឡើងធ្ងន់ហ្មងហើយប្តីខ្ញុំគាត់ស្រឡាញ់នាឡិកាខ្លាំងហ្មងណាថ្ងៃណាក៏គាត់មើលនាឡិកាដែរនៅក្នុងវីដេអូហើយនាឡិកាប៉ុណ្ណឹងខ្ញុំគិតថាស្អាតសមល្មមតម្លៃប៉ុណ្ណឹងយើងទិញតាមសមត្ថភាពរបស់យើងដែរនៅពេលដែលទិញនាឡិកានឹងហើយគឺគេចេញក្តារធានារ៉ាប់រងនាឡិកានឹងរយៈពេល10ថ្ងៃបើសិនជាយើងទិញហើយដើរចេញផុតពីហាងនឹងបាត់នាឡិកាក្នុងករណីណាមួយយើងអាចទៅគ្រប់រាល់ទាំងអស់ក្នុងប្រទេសអាមេរិកហ្នឹងគឺយើងអាចធ្វើលិខិតស្នើថាយើងបាត់អីចឹងទៅគឺគេឲ្យនាឡិកាថ្មីមកឲ្យយើងមួយវិញទៀតហើយគ្រាន់តែទិញនាឡិកាឲ្យភ្លាមប្តីខ្ញុំគាត់ពាក់នឹងដៃភ្លាមហ្មងដោយសារតែពេលទិញហ្នឹងមិនមែននៅរត់ខ្ញុំទេពេលទៅដើរលេងយើងទិញនៅរត់គេផ្សេងអញ្ចឹងណាអញ្ចឹងហើយយើងចាំទៅដល់ផ្ទះចាំយើងទុកដាក់បានត្រឹមត្រូវឥឡូវពាក់ដើរលេងសិន